សួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្រៀនបងប្អូនបន្ថែមជុំវិញទៅនឹងមេរៀនបន្តទៀតនៅលើ Docker របស់យើងដែលក្នុងចំណុចនេះគឺខ្ញុំនឹងបង្រៀនបងប្អូនពីរបៀបនៅក្នុងការ running តាក់ទងrunning sorry គឺតាក់ទងទៅនឹងការ remove តាក់ទងទៅនឹង container របស់យើងដែលយើងបានបង្កើតកន្លងមកអូខេអញ្ចឹងយើងនឹងធ្វើការលុបវាចេញរៀនលុបរៀន run រៀនបង្កើតចឹងទៅเนาะហ្នឹងហើយព្រោះដោយសារក្នុងវីដេអូមុនគឺយើងរៀនហើយរៀនតាក់ទងទៅនឹងការ run ហ្នឹងគឺធ្វើការបង្កើតតាក់ទងនឹង container ចេញពី image អញ្ចឹងក្នុងវីដេអូនេះគឺយើងនឹងរៀនតាក់ទងទៅនឹងការលុបចោលវិញเนาะអញ្ចឹងតាក់ទងនឹង command ទី1ខ្ញុំគិតថាបងប្អូនប្រកាសជាដឹងហើយក្នុងវីដេអូមុនគឺខ្ញុំបានបង្រៀនអញ្ចឹង command នេះគឺយើងធ្វើការ list នៅ container ទាំងអស់មិនថាទាំងរាប់បញ្ចូលទាំងcontainer ដែលជាប្រភេទកំពុងតែ running និង container ណាដែលវា stop ចឹងទៅអូខេហ្នឹងហើយអូខេអញ្ចឹងខ្ញុំមកបង្ហាញទៀតទេប៉ុណ្្នឹងមកអត់ហើយអញ្ចឹងបន្តទៀតយើងទៅមើលតាក់ទងនឹងការលុបអញ្ចឹងតាក់ទងនឹងការលុបគឺយើងគ្រាន់ធ្វើការ docker om ហើយយើងដាក់ឈ្មោះ container របស់យើងមកគឺលុបបានហើយបើសិនជាយើងចង់លុប container ណាដែលកំពុងតែ running ណាหมายថា content បានថា comment មួយនេះគឺវាលុបបានតែ container ណាដែលវាបាន stop ទេហើយបើតាក់ទងនឹង comment នេះគឺមាន .f គឺបានថាគឺ force គឺបានថាលុប container ដែលកំពុងតែ run យកមកគឺអត់ខ្វល់ថា container ហ្នឹងកំពុងតែ stop ឬក៏កំពុង run នេះគឺលុបចោលយកមកអាហ្នឹងបែបអញ្ចឹងតាក់ទងទៅនឹង docker container pro នេះគឺធ្វើការ clean up នៅអាចថាឧទាហរណ៍ថាយើងមាន container ជាច្រើនដែលយើងបាន stop ហើយយើងអត់ចង់ប្រើអត់ចង់អីហើយយើងកំពុងតែ memory ពេញ computer ផងเนาะចឹងយើងអាចធ្វើការ docker container prune ទៅគឺវាធ្វើការលុបនៅ container ណាដែល stop ចោលគឺវាធ្វើការលុបចោលទាំងអស់គឺស្អាតយកមកអូខេហ្នឹងបែបអញ្ចឹងហើយមួយវិញទៀតតាក់ទងនឹង command នេះគឺ command នេះគឺតាក់ទងនឹង command ដែលអាចនិយាយមកថាឧទាហរណ៍ថាសម្រាប់ container ណាដែលយើងគ្រាន់ចង់ test មកតែមកពេលណាចឹងយើងអាចធ្វើការដាក់ docker run .om ហើយយើងដាក់ឈ្មោះ image របស់យើងមកចឹងអាហ្នឹងគឺបានថាយើង run container ហ្នឹងហើយបន្ទាប់មកនៅពេលយើងធ្វើការ exit មានថា container ហ្នឹងត្រូវបាន stop គឺ container ហ្នឹងគឺវា auto remove ចោលខ្លួនឯងហ្មងបានថាប្រភេទជាយើង run container ប្រភេទជា temporary ហ្នឹងហើយនេះដូចជា echo temporary task completed អូខេអញ្ចឹងបានថាឧទាហរណ៍យើងចង់ run test ឲ្យបន្តិចអញ្ចឹងទៅយើងខ្ជិលអីច្រើនយើងគ្រាន់ធ្វើការដាក់ docker run .om ហើយដាក់ឈ្មោះcontainer របស់យើងក៏បានឬក៏អត់ហើយមួយទៀតដាក់ឈ្មោះ image របស់យើងមកគឺយើង run ហើយយើង test អីមកស្អាតហើយបន្តមកយើងធ្វើការលុប container ចោលទៅអត់ចាំបាច់គិតច្រើនហ្នឹងបែបអញ្ចឹងយើងទៅមើលទាំងអស់គ្នានេះសល់វីដេអូចាស់មុនអញ្ចឹងឥឡូវដើម្បីមើលតាក់ទងនឹង container មានប្រមាណ docker នេះអញ្ចឹងឃើញណាគឺមាន container របស់ខ្ញុំគឺមានចំនួន3ដែលកំពុងតែបង្កើតហើយក៏អត់បានប្រើដែរអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់លុបតាក់ទងនឹង container មួយណាអញ្ចឹងទៅអញ្ចឹងការលុបគឺយើងអាចប្រើពាក្យ ID ក៏បានយើងចង់ប្រើពាក្យ name របស់ container ក៏បានដែរតាមចិត្តរបស់យើងអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់លុបអញ្ចឹង docker ហើយខ្ញុំធ្វើការដកdocker om ហើយខ្ញុំដាក់ ID នេះចុះឬក៏ខ្ញុំដាក់ID នេះចុះណាអញ្ចឹងមើលឈ្មោះណាគឺ agitated submit អូខេហ្នឹងហើយអញ្ចឹងខ្ញុំធ្វើការ pass ID មកអីយ៉ា sorry ខ្ញុំចង់ pass ID វិញអត់ចង់ pass name ទេនេះខ្ញុំធ្វើការ copy ខ្ញុំធ្វើការ pass អូខេចាំបន្តិចអូខេលុបហើយអញ្ចឹងធ្វើការ docker ps.m ដងទៀតយើងឃើញថាឥឡូវ container របស់យើងមានតែ2ឯណាហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំនឹងធ្វើការ test មួយទៀតគឺ test comment ដដែលប៉ុន្តែខ្ញុំធ្វើការលុបតាក់ទងតាមរយៈ name វិញអញ្ចឹងខ្ញុំធ្វើការ copy តាក់ទង name មកអញ្ចឹងខ្ញុំធ្វើការ pass នេះហើយតមកខ្ញុំធ្វើការ docker ps.a យើងឃើញនេះថាឥឡូវវាលុបហើយណាវាលុបហើយអូខេឥឡូវចូលជាខ្ញុំតេស្តខ្ញុំចង់តេស្តឲ្យលឿនហ្មងគឺខ្ញុំអត់ចង់វីដេអូឲ្យវីដេអូវាវែងពេកអញ្ចឹងតេស្តលឿនបន្តិចអញ្ចឹងខ្ញុំធ្វើការ run តាក់ទងនឹង container pro នេះមួយទៀតដើម្បីតេស្តបងប្អូនមើលឃើញអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំមានតែ container តែមួយណាហ្នឹងហើយអញ្ចឹងឧទាហរណ៍ខ្ញុំចង់មាន container ច្រើនទៅខ្ញុំគ្រាន់ធ្វើការ docker run ហើយខ្ញុំដាក់នេះចេះហ្មងទៅយើង run អញ្ចឹងឃើញ container ឡើង3ណាចាំមើលដាក់ docker ps.a យើងឃើញនេះឥឡូវ container មាន3ហើយ
ហើយ container ទាំងអស់គឺសិតតែ stop ទាំងអស់ដោយសារវា exit ហើយដោយសារវាអត់មានអីត្រូវ run អញ្ចឹងខ្ញុំធ្វើការ docker container prune អូខេសង្ឃឹមថាវាដើរព្រោះដោយសារតែ command នេះខ្ញុំអត់ដែលប្រើទេខ្ញុំនិយាយមែនខ្ញុំអត់ដែលប្រើទេតែមកបរៀននេះខ្ញុំឃើញខ្ញុំដាក់មកបង្ហាញបងប្អូនទាំងអស់គ្នាអូខេណែឃើញទេគេសួរ warning this will remove all stop containers are you sure are you sure you want to continue អញ្ចឹងគេសួរយើងច្បាស់ហើយថាយើងចង់បន្តទៀតដែលយើងចង់លុបនៅ container stop ទាំងអស់អញ្ចឹងខ្ញុំគ្រាន់ធ្វើការដាក់អក្សរ yes អក្សរតូចបើសិនយើងចង់ no មិនថាយើងអត់ចង់ទេយើងអាច end ចេះបាន enter ទៅតែខ្ញុំចង់អញ្ចឹងខ្ញុំធ្វើការ yes អូខេទៅហើយលុបវិញណាឃើញទេលុបនេះ deleted container មានចំនួន3 container total reclaim space គឺយើងអាច claim យក space មកវិញគឺ12 kilobyte ដោយសារ container ទាំង3ហ្នឹងវាអាចថាមានចំនួន13 kilobyte អញ្ចឹងទៅតែ12អញ្ចឹងចុះអញ្ចឹងធ្វើការ docker ps.a យើងឃើញថាឥឡូវស្អាតហើយដោយសារតែខ្ញុំបាន prune វាចោលអស់ហើយអានឹងបានអញ្ចឹងលយហ្មងណាកន្លែងហ្នឹងតែប្រយ័ត្នប្រយែងផងមើលផងណាមុន prune ណាយ៉ាត់អស់ link ពីខ្លួនអញ្ចឹងទៅអូខេអញ្ចឹងឥឡូវខ្ញុំសុំរានតាក់ទងទៅនឹង container ngx មួយដើម្បីធ្វើការលុបនៅ container នឹងចោលដែលយើងប្រើប្រាស់នៅ command force ណាប្រើប្រាស់ command force គឺប្រើប្រាស់ flag force ដើម្បីធ្វើការ remove នៅ container ដែលកំពុងតែ run ណាអញ្ចឹងយើងចូលមកហ្មងខ្ញុំសូមធ្វើការ clear terminal បន្តិចហើយខ្ញុំធ្វើការដាក់docker run ជប់ដក d ដកជប់ខ្ញុំសូមដាក់ដក d ហើយតមក ngx នេះបានអញ្ចឹងមកចាំមកទៅហើយខ្ញុំសូមដាក់ name មួយទៀតដើម្បីស្រួលលុបname ខ្ញុំដាក់ថា web server អញ្ចឹងចុះអញ្ចឹងប៉ុណ្ណឹងខ្ញុំគ្រាន់ធ្វើការ enter អូខេអញ្ចឹងវាកំពុងតែ run នេះអូខេកំពុងតែ run យើងអាចធ្វើការ docker ps ក៏បានបាច់ដាក់ដកអីក៏បានដោយសារតែ container ហ្នឹងវាកំពុងតែ run ស្រាប់ហើយអញ្ចឹងយើងឃើញនេះអានេះគឺ ID របស់ container មួយហ្នឹងអានេះ image អានេះគឺ command ដែលវា run តាក់ទងទៅនឹង ngx ហ្នឹងគឺ docker entry.sh ហើយវាបានបង្កើតក្នុងរយៈពេល8 second ហើយ up ក៏8 second ដែរ status របស់វាណាហ្នឹងហើយ port គឺ80ហើយឈ្មោះ container គឺ web server អូខេអញ្ចឹងឥឡូវបើសិនជាខ្ញុំចង់លុបខ្ញុំធ្វើការ docker om ហើយខ្ញុំដាក់ថា web server តទេប្រកាសជាអត់ដែរដោយសារតែ container មួយហ្នឹងកំពុងតែ run អូខេគឺ error response cannot remove container web server container is running stop the container before removing or force remove អូខេអញ្ចឹងគេបញ្ជាក់ថា container មួយហ្នឹងកំពុងតែ run ហើយយើងអាចធ្វើបានទេអញ្ចឹងបើសិនជាយើងចង់លុបយើងអាចធ្វើការ stop container ឬក៏យើងធ្វើការ force remove អូខេអញ្ចឹង force remove គឺអត់អីទេគ្រាន់ដាក់ដក f មកនេះអូខេប៉ុណ្ណឹងយើង docker ps អត់ឃើញ docker ps .a ក៏មិនឃើញដោយសារយើងបានលុប container ចោលហើយអញ្ចឹងបងប្អូនឃើញណាថាខ្ញុំអាចលុប container ដែលកំពុង run បានដែលខ្ញុំប្រើប្រាស់នៅ flag មួយទៀតឈ្មោះថា flag មួយគឺ force គឺ .f អូខេមួយទៀតតាក់ទងទៅនឹងនេះណាមួយនេះអញ្ចឹងអានេះគឺនៅពេលដែលយើង run ហើយយើង stop គឺយើងវាធ្វើការ remove container ចោលហ្មងអញ្ចឹងអានេះខ្ញុំអាចធ្វើការប្រើប្រាស់តាក់ទងទៅនឹងយូរបន្ទូទៅគឺងាយលឿនអញ្ចឹងខ្ញុំគ្រាន់ដាក់ om មួយទៀតជប់ខ្ញុំដាក់ដក it មួយទៀតหมายថាខ្ញុំធ្វើការ interaction ទៅកាន់ terminal របស់ Ubuntu ហ្នឹងទៅនិយាយទៅចង់ឲ្យ example ហ្នឹងវា useful បន្តិចកុំឲ្យវា useless ពេកអូខេហ្នឹងហើយអញ្ចឹងខ្ញុំធ្វើការ docker run តាក់ទងនឹង container មួយចេញពី image Ubuntu ហើយខ្ញុំធ្វើការ interaction หมายថាខ្ញុំធ្វើការ interaction ចូលទៅកាន់ share របស់Ubuntu container មួយហ្នឹងហើយបន្តមកខ្ញុំគ្រាន់តែធ្វើការដាក់ដក om បញ្ជាក់ថាពេលដែលខ្ញុំ exit តាក់ទងនឹង container ហ្នឹងគឺលុប container ហ្នឹងចោលទៅបាច់ទុកទេអាហ្នឹងបែបអញ្ចឹងអូខេឥឡូវសូមបញ្យល់តាមធម្មតាឥឡូវបញ្ហាចែកទេហើយសូមអត់ដាក់ echo ទេអញ្ចឹងមកទៅអូខេអញ្ចឹងឥឡូវឃើញថាយើងអាច run តាក់ទងនឹង container នឹងបានតាក់ទងនឹង Ubuntu
ហើយបើយើងបើក tab ផ្សេងយើង docker ps មើលយើងឃើញថាcontainer មួយហ្នឹងកំពុងតែrun ដោយសារតែខ្ញុំកំពុង run ដូចគ្នានេះឃើញទេអញ្ចឹងវាអត់តាន់ stop វាអត់តាន់អីទេអញ្ចឹងខ្ញុំអាចធ្វើការ interaction មើលខ្ញុំ test លេងខ្ញុំ cd etc អញ្ចឹងទៅហើយខ្ញុំអាច cat មើល os release យើងឃើញព័ត៌មានរបស់ os អញ្ចឹងទៅអូខេឥឡូវខ្ញុំធ្វើការ exit ចោលណាខ្ញុំ exit container ហ្នឹងហើយខ្ញុំធ្វើការ docker ps.a ម្ដងទៀតគឺឃើញថា yes អស់លេងហើយដោយសារតែយើងបានបញ្ជាក់ថានៅពេលដែល container ហ្នឹងខ្ញុំ exit គឺលុប container ហ្នឹងដូចគ្នាអាហ្នឹងបានអញ្ចឹងអូខេrap មកឆ្អែតហើយណោះអូខេអញ្ចឹងក្នុងវីដេអូនេះមានប៉ុណ្ណឹងបើសិនជាបងប្អូនមានចម្ងល់អីអាចធ្វើការសាកសួរបន្ថែមបានខ្ញុំគឺមានប៉ុណ្ណឹងដូចគ្នាអញ្ចឹងអរគុណច្រើនបាយបាយ